ស្ថានភាពទឹកជំនន់នៅប្រទេសថៃពិតជាធ្ងន់ធ្ងរឈានដល់លេខជំរកសត្វក្រពើនៅខេត្តនគរសវណ្ណបង្ខំឲ្យការិយាល័យជលផលខេត្តចេញការព្រមានអំពីគ្រោះថ្នាក់និងតាមឃ្លាំមើលយ៉ាងដិតជាទីបំផុតតាមការផ្សាយរបស់ខាវសុតនៅថ្ងៃប្រហ័សទី9 ខែតុលាឆ្នាំ2025តំបន់ជាច្រើននៃខេត្តនេះត្រូវទឹកជន់លិចធ្ងន់ធ្ងរដល់ថ្នាក់លេខទាំងជំរកធម្មជាតិបឹងបរភេទថែមទៀតផងខណៈពលរដ្ឋកំពុងភ័យខ្លួនដូច្នេះហើយលោកវជារាវុធខ្វាងមន្ត្រីជាន់ខ្ពស់នៅការិយាល័យជលផលខេត្តបានចេញការព្រមានមួយទាក់ទងនឹងការឃ្លាំមើលសត្វក្រពើដោយអះអាងថាពលរដ្ឋត្រូវប្រយ័ត្នខ្លួនឲ្យមែនទែនហើយបើឃើញមានសត្វក្រពើនៅកន្លែងណាមួយត្រូវជូនដំណឹងដល់អាជ្ញាធរភ្លាមប្រទេសថៃកំពុងជួបប្រទះគ្រោះទឹកជំនន់ដ៏អាក្រក់ខណៈបើយោងតាមរបាយការណ៍ចុងក្រោយបំផុតគិតត្រឹមព្រឹកថ្ងៃអង្គារទី7 ខែតុលាឆ្នាំ2025តួលេខមនុស្សស្លាប់បានកើនដល់22នាក់ហើយតាមរយៈរបាយការណ៍ពីនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃនឹងត្រូវបានផ្សាយបន្តដោយសារព័ត៌មាន Bangkok Post ខេត្តក្រុងចំនួន19គឺត្រូវវាយប្រហារខ្លាំងបំផុតហើយក្នុងនោះមាន2ខេត្តគឺឧត្តរឌ្ឍនិងអយុធ្យាបូករួមជាមួយទីក្រុងបាងកកដែលត្រូវរងទុក្ខធ្ងន់ធ្ងរជាងគេយ៉ាងណាក្តីមានការព្យាករណ៍ថាជនរងគ្រោះអាចកើនឡើងជាបន្តទៀតព្រោះថៃមិនទាន់អស់ព្យុះបក់បកលឿទេជាពិសេសបច្ចុប្បន្នព្យុះដែលកំពុងគំរាមកំហែងប្រទេសនេះគឺព្យុះម៉ាត់ម៉ូ